action នឹងប្រាប់អ្នកទាំងអស់គ្នាអំពីអ្នកខ្លះ basic overview នេះគឺជាការទទួលឈ្មោះទទួលយើងនឹងទទួល season ហើយដល់ពេលយើងជា add ទៅវានឹងចូលនៅក្រោមហើយក៏យើងអាចលុបបានហើយក៏យើងអាច stop នៅក្រោមអញ្ចឹងយើងទៅមើលពីកូដអស់ទៀតថាយើងមានពិសេសអស់មួយជាទីមួយយើងត្រូវការនេះយើងបាន install វិជាបរិយាកាសហើយអញ្ចឹងយើងត្រូវការ file app នេះfile app នេះគឺចូល template នេះគឺយើងត្រូវការមាន input ជាមួយជាមួយគេគឺឈ្មោះ age ហើយនឹង position ហើយយើងប្រើវាទៅហើយមួយទៀតគឺនៅក្នុង file នេះគឺជា interface ពេលដែលយើងចុច episode ទៅវាចូលជាឈ្មោះជាអាយុជា position នេះជា template ជាហើយបន្តទៀតយើងគឺ link នេះយើងប្រើដើម្បីលោក user យើងទៅដាក់ក្នុង link នេះហើយគឺយើងប្រើប្រាស់យើងប្រើវាគឺយើងប្រើចូលយើងប្រើប្រាស់ហើយនេះគឺ index product នេះគឺយើងប្រើយកប៊ូតុងយកunit សម្លេងនេះមកដើម្បីឲ្យវាពិសេសឥឡូវយើងប្រើទូទៅនេះហើយយើងចង់ឲ្យអំពីជាមួយយើងអាចចូលឈ្មោះបានហើយយើងចុចទៅវា add ទៅជាមួយយើងត្រូវធ្វើការថតទៅពី user ទៅពីឈ្មោះដោយគឺទី1គឺ user នេះយើងវាឲ្យជា check ហើយតបមកយើងធ្វើការថាសិនមកគាត់សេតតែ user ហើយយើងធ្វើការដាក់លក្ខខណ្ឌនេះវាសិនឲ្យជាយើងអាចទទួលឈ្មោះជួយយើងនៅ season នេះទៅពេលយើងចុចប៊ូតុង add ទៅវានឹងលើប្រាប់ថាហើយយើងសូមទៅមកឃើញអ្នកនេះបានទៀតតបមកដល់កន្លែងនេះគឺវាថាយើងចាប់បញ្ចូលឈ្មោះcủaយើងទៅក្នុង user យើងក៏ដាក់ user ដាក់ហើយយើងដាក់ទូហើយយើងដាក់ area ចូលទៅចូលចំណុច A ហើយចំពោះកន្លែងនេះវិញកន្លែងនេះគឺយើងប្រើសម្រាប់ឲ្យពេលយើងចូលទៅនៅតែគឺនៅយើងអាចស្ថិតនៅលើលក្ខខណ្ឌហើយដើម្បីអាចស្ថិតបានយើងក៏ import វាយកមកហើយ import វានោះមកon មកពី on មកយើងអាចវារ៉ាននៅពេលវារ៉ាន info យើងមកទៅយើងមកហើយទៅកាត់មួយបរិយាមួយសម្រាប់ start user ស្មើនឹង local get item ហើយវានឹងទៅមើល data អស់នៅក្នុង user នេះក៏វាមាន accurate បើសិនតែវាចំណុចទៅវាឃើញវានឹង convert data នោះទៅជា file array បើសិនជាអត់ឃើញទេវានឹង receive ហើយវត្តនេះគឺជាបរិយាវត្តនៅពេលដែល user យើងអាចកាត់ហើយវត្ត user យើងបង្កើតមកហើយ convert ជាអូខេចាញ់ខ្ញុំនឹងទៅប្រាប់សូមអ្នកគ្នាពីសាច់រឿងទីមួយគឺទៅឈ្មោះជាឈ្មោះ channel ទីដាក់ទូហើយនេះណា position developer យើងយកជិះទៅទៅជា developer វាលើកដល់ជាឈ្មោះជា user developer ហើយដល់ពេលយើងរៀបចំទៅវាបាត់ទៅវាទៅស្អីទៅតែយើង install វាក្នុងខលយើងប្រើ admin ក្នុងវត្តនេះអញ្ចឹងហើយនេះគឺយើងអាច delete លើនេះគឺ delete យើងជិះទៅទៅវាយើងរៀបចំទៅវាមកទៅសាច់យើងបាន Bye bye វាតែប៉ុណ្្នេះទេ